ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាព្រះធុនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះហើយជួអសសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាព្រះធុនិងបងប្អូនសិស្សពេទ្យទាំងគ្នាអំពីវិធានបတ်សុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាជាតិខ្លាញ់បាទអញ្ចឹងតកតងបញ្ហាជាតិខ្លាញ់ដែរបាទថ្ងៃនេះយើងមានវិធានបတ်ថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងយកអំពីវិធីបំបត្តិជាតិខ្លាញ់ដែលភាសាអង់គ្លេសហៅថា how to use the fat បាទយើងថានៅទាក់ទងបញ្ហាលើជាខ្លាញ់ហ្នឹងគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់នៅពេលបច្ចុប្បន្នផងដែរបាទយើងចង់ថាតើវិធីបំបត្តិជាខ្លាញ់ហ្នឹងជាពិសេសគឺខ្លាញ់អាក្រក់តែម្ដងតើយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយពី Hershey Shaw តែម្ដងបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះដែល Hershey Shaw ធ្វើការចែករំលែកយើងឃើញមានពីរចំណុចសំខាន់ទី1គឺស្អីដើមទី2វិធីបំបត្តិជាខ្លាញ់តើវិធីបំបត្តិជាខ្លាញ់កុំឲ្យលើសហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមប្រភេទជាខ្លាញ់នៅក្នុងឈាមគឺមានពីរសំខាន់គឺមានប្រភេទ cholesterol និង triglyceride បញ្ហាលើសជាខ្លាញ់ក្នុងឈាមគឺសំដៅទៅលើការកើនលើសខុសធម្មតានៃកម្រិតជាខ្លាញ់ទាំងពីរគឺមានទាំង cholesterol និង triglyceride ឬក៏ណាមួយក្នុងឈាមមានថាអាចលើស cholesterol ឬក៏លើស triglyceride ជំងឺលើសជាខ្លាញ់ក្នុងឈាមគឺមានពីរគឺតកតងការលើស cholesterol គឺ cholesterol លើសពី200មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមហើយ triglyceride គឺលើសពី200មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមអញ្ចឹងការលើសនឹងអាចលើស cholesterol ឬក៏អាចលើស triglyceride ឬក៏លើសទាំងពីរតែម្ដងបាទអ្នកខ្លះលើសទាំងពីរអ្នកខ្លះលើសតែ cholesterol ឬក៏ triglyceride នោះទេវិធីធ្វើឲ្យជាខ្លាញ់អាក្រក់ចុះគឺអាចផ្លាស់ប្ដូររបបអាហារនិងទម្លាប់រស់នៅព្រមទាំងប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ទៅតាមប្រភេទខ្លាញ់ដែលលើសនៅក្នុងកម្រិតសមស្របអញ្ចឹងបើលើស cholesterol យើងប្រើថ្នាំបញ្ចុះ cholesterol ហើយបើលើស triglyceride យើងប្រើថ្នាំបញ្ចុះ triglyceride ទៅតាមដូសកម្រិតមួយដែលសមស្របទៅការលើសវាច្រើនឬតិចបើយើងតាមទៀតតើតើវិធីបំបត្តិជាតិខ្លាញ់តើវិធីបំបត្តិជាតិខ្លាញ់មកលើនឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបំបត្តិជាតិខ្លាញ់ទី1គឺយើងញ៉ាំគ្រាប់ធញ្ញជាតិលាយបញ្ចូលគ្នាបាទយើងអាចប្រើគ្រាប់ធញ្ញជាតិច្រើនមុខក្នុងការលាយបញ្ចូលគ្នាហើយនឹងបន្ថែមនៅផ្លែចេកឬក៏ strawberry បាទវិធីនេះគឺជាវិធីមួយដែលមានប្រសិទ្ធភាពល្អក្នុងការបំបត្តិជាតិខ្លាញ់អាក្រក់ពីរាងកាយយើងផងដែរបាទមានតាមទៀតវិធីបំបត្តិជាតិខ្លាញ់ទី2គឺយើងញ៉ាំអាហារសម្បូរអាស៊ីដខ្លាញ់ omega 3ច្រើនបាទដូចជាខ្លាញ់ត្រីធម្មជាតិអញ្ចឹងការទទួលទានត្រីច្រើនបាទគឺវាល្អសម្រាប់សុខភាពយើងទាំងសុខភាពបេះដូងសរសៃឈាមទាំងបំបត្តិជាតិខ្លាញ់ផងដែរបាទយើងមើលតទៀតតទៅវិធីបំបត្តិជាតិខ្លាញ់ទី3គឺព្យាយាមញ៉ាំអាហារជាបន្លែនិងផ្លែឈើដែលមានជាតិសរសៃច្រើនបាទដូចជាផ្លែសណ្ដែកផ្លែប៉ោមឬក៏បន្លែផ្លែឈើដទៃទៀតដែលមានជាតិសរសៃច្រើនក្នុងការបំបត្តិជាតិខ្លាញ់ពីរាងកាយយើងផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតទៅវិធីបំបត្តិជាតិខ្លាញ់ទី4គឺកុំព្យាយាមញ៉ាំអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់បាទអញ្ចឹងអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ហ្នឹងគឺដូចជាខ្លាញ់ជ្រូកខ្លាញ់គោស្បែកមាន់អាហាររហ័សបាទដូចជា hot dog pizza ភ្លៅមាន់ស្លាបមាន់ហើយអាហារដែលកែច្នៃដូចជាប្រហិត hot dog អីផ្សេងៗសាច់ក្រកអីហ្នឹងបាទយើងឃើញថាហ្នឹងគឺតកតូនអាហារដែលសម្បូរជាតិខ្លាញ់ខ្ពស់ផងដែរបាទយើងបន្តទៀតតកតូនវិធីបំបត្តិជាតិខ្លាញ់ទី5គឺកុំព្យាយាមញ៉ាំអាហារដែលមានជាតិស្ករខ្ពស់បាទហេតុអីបានយើងញ៉ាំអាហារមានជាតិស្ករខ្ពស់វាអាចលើខ្លាញ់ដែរពីព្រោះនៅពេលយើងញ៉ាំចូលទៅរាងកាយរបស់មនុស្សយើងធ្វើមេតាបូលីសបាទវាបំលែងទៅជាខ្លាញ់បាទអាចធ្វើឲ្យខ្លាញ់ឡើងផងដែរបាទដូចជាខ្លះដូចជាស្ករសទុរេនផ្លែមៀនហើយនិងផ្លែខ្នុរជាដើមបាទយើងមើលតទៀតតទៅវិធីបំបត្តិជាតិខ្លាញ់ទី6គឺយើងហាត់ប្រាណឲ្យបានទៀងទាត់និងមានសកម្មភាពរាងកាយជាប្រចាំបាទអញ្ចឹងហាត់ប្រាណបានទៀងទាត់នោះគឺ3ដងក្នុងមួយសប្តាហ៍ម្ដងឲ្យបាន30នាទីផងដែរអញ្ចឹងការដើរហើយទឹកបាទនេះគឺជាការប្រាណមួយដែលល្អប្រសើរសម្រាប់សុខភាពយើងផងដែរយើងមកជាបន្តទៀតតទៅវិធីបំបត្តិជាតិខ្លាញ់ទី7គឺយើងត្រូវធ្វើការសរុបគីឡូបើសិនបើយើងលើសគីឡូឬក៏ធាត់បាទនៅពេលដែល BMI យើងនៅចន្លោះពី18ទៅ25អាហ្នឹងគឺជា BMI សមស្រប
ហើយ25ទៅ30អានឹងហើយលើទម្ងន់ហើយរើសពី30ទៅគឺបញ្ហាតាក់ទងថតផងដែរបាទយើងបន្តទៀតតាក់ទងវិធីបំបត្តិជាតិខ្លាញ់ទី8គឺយើងត្រូវឈប់ជក់បារីហើយនឹងផឹកស្រាឬក៏ភេសជ្ជៈដែលមានជាតិអាល់កុលឬក៏ផ្អែមផ្សេងទៀតផងដែរពីព្រោះបារីហើយស្រាហ្នឹងអាចធ្វើឲ្យជាតិខ្លាញ់របស់យើងអត់ចុះទេបើយើងប្រើថ្នាំបញ្ចុះខ្លាញ់ហ្នឹងវានៅតែបន្តឡើងផងដែរបាទយើងបន្តទៀតតាក់ទងវិធីបំបត្តិជាតិខ្លាញ់ទី9គឺការប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ទៀងទាត់ទៅតាមប្រភេទជាតិខ្លាញ់ដែលលើចុះបើយើងលើសកូលេស្តេរ៉ុលយើងប្រើថ្នាំបញ្ចុះកូលេស្តេរ៉ុលបើយើងលើសត្រីគ្លីសេរីដយើងប្រើថ្នាំបញ្ចុះត្រីគ្លីសេរីដប៉ុន្តែបើលើសទាំងពីរអានឹងគឺត្រូវប្រើទាំងពីរតាក់ទងនឹងការលើសជាតិខ្លាញ់ហ្នឹងយើងមកជាបន្តទៀតតាក់ទងវិធីបំបត្តិជាតិខ្លាញ់ទី10គឺការប្រើប្រាស់ថ្នាំជំនួយថ្លើមដើម្បីបញ្ចេញជាតិខ្លាញ់ពីក្នុងឈាមបាទយើងដឹងថាថ្លើមគឺជាសរីរាង្គមួយសំខាន់ក្នុងការបំលែងខ្លាញ់ចេញពីក្នុងខ្លួនយើងពីរាងកាយយើងតាមមធ្យោបាយផ្សេងៗហ្នឹងអញ្ចឹងការប្រើប្រាស់ថ្នាំជំនួយថ្លើមគឺជាមធ្យោបាយល្អមួយដែរដើម្បីបញ្ចេញខ្លាញ់ពីក្នុងឈាមរបស់យើងបាទយើងមកតទៀតតាក់ទងវិធីបំបត្តិជាតិខ្លាញ់ទី11គឺរោមមូលហេតុដែលធ្វើឲ្យជាតិខ្លាញ់អាក្រក់លើសនិងព្យាបាលបាទដូចជាជំងឺនិងថ្នាំបាទដោយទៅប្រឹក្សាជាមួយគ្រូពេទ្យរោតាក់ទងជំងឺនិងថ្នាំដែលអាចធ្វើឲ្យជាតិខ្លាញ់យើងលើសអញ្ចឹងក្នុងការរោមមូលហេតុឃើញច្បាស់លាស់បាទវាអាចធ្វើឲ្យជាតិខ្លាញ់យើងបាត់ចុះថយចុះផងដែរបាទអញ្ចឹងដល់ណាគឺជាវិធីសំខាន់ក្នុងការជួយបំបត្តិជាតិខ្លាញ់ពីរាងកាយរបស់យើងជាពិសេសគឺខ្លាញ់អាក្រក់តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទអាចធ្វើការ scan QR code ហ្នឹងទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺតាក់ទងផ្ដាំរំលាយអាហារជំងឺតាក់ទងផ្ដាំទឹកមាត់ឬក៏ជំងឺតាក់ទងផ្ដាំបន្តពូជជាពិសេសគឺតាក់ទងបញ្ហាលើជាតិខ្លាញ់តែម្ដងបាទប្រឹក្សាដល់ថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់និស្សិតពេទ្យជាច្រើនជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យ Health Official បាទដោយអក្សរស្រាប់បាទចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំបាទហើយចូលទៅក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែល Health Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ Subscribe ដល់ Channel របស់យើងខ្ញុំផងដែរបាទសូមអរគុណ